nhom pe copyនឹងមកគឺដើម្បីថាដឹងថាអូខេតើខ្ញុំពាក់ copy ហ្នឹងវាអាចអូខេអត់វាស្រួលពេកអត់អញ្ចឹងដល់ពេលខ្ញុំពាក់ copy នឹងហើយខ្ញុំមានអារម្មណ៍ថាអូខេស្បែកជើងហ្នឹងអាចថាវាត្រូវប្រភេទជើងមកខ្ញុំអញ្ចឹងណាអញ្ចឹងទៅក៏ទិញអា original នេះមួយទៅព្រោះយើងដល់វគ្គដែលយើង train បាក់កម្មវិធីពេកឥឡូវយើងមក unboxing ត្រង់ស្បែកជើងថ្មីអ្នកនរខ្ញុំរត់ចូលប្រហែលឆ្នាំហើយខ្ញុំតបនឹងទិញស្បែកជើងសម្រាប់អានេះហៅថាសម្រាប់ racing សម្រាប់រត់ប៉ុណ្ណឹងហើយនិយាយទៅវាអាចនិយាយថាប្រើសម្រាប់រត់ពាក់កណ្ដាលម៉ារ៉ាតុងហើយនឹងម៉ារ៉ាតុងហើយនិយាយទៅគឺយើងសម្រាប់លបឿនដោយសារវាមាន carbon plate វានៅនឹងអញ្ចឹងណាហើយហើយបើយើងនិយាយពី spec ស្បែកជើងនេះនិយាយទៅខាងក្រោយនេះគឺវាមាន form របស់វានេះគឺ39 មីលីម៉ែត្រខាងមុខដូចជា36ខាងមុខ36ហើយនៅពេលយើងរត់ហើយយើងគិតថាយើងរត់នឹងដីវាអាចធ្លាក់16មីលីម៉ែត្រមិនសង់ទីម៉ែត្រទេ sorry មីលីម៉ែត្រមិនសង់ទីម៉ែត្រទេមុននឹងប្រហែលនិយាយសង់ទីម៉ែត្រច្រឡំអញ្ចឹងវាធ្លាក់6មីលីម៉ែត្រហើយតទៅនឹង form របស់វាទាំងអស់ហ្នឹងតាំងពីមុខដល់ក្រោយនេះគឺវាប្រើ Light Strike Pro អញ្ចឹងបើយើងមើលស្បែកជើង3ដាប់ផ្សេងវាអាចតែប្រើ Light Strike Pro នៅខាងលើខាងក្រោមវាអាចប្រើប្រភេទ form ផ្សេងប៉ុន្តែអានេះគឺវាប្រើទាំងអស់ហ្មងគឺមកទាំងមូលនេះហ្មងប៉ុន្តែតទៅនឹង outsole វាគឺយើងនៅតែប្រើ Continental Rubber ដល់ហ្នឹងឯងដោយសារខ្ញុំធ្លាប់បង្ហាញក្នុង Evo SL របស់ខ្ញុំហើយទោះបីថា Evo SL របស់ខ្ញុំហ្នឹង outsole វាហ្នឹងក៏វាប្រើ Continental Rubber ដែរអញ្ចឹងណាហើយបើនិយាយថាអ្នកនរគ្នាឃើញវារាងតិចអត់វាស្ដារទេប៉ុន្តែខ្ញុំជឿជាក់ហ្មងអា Continental Rubber ហ្នឹងគឺល្អហ្មងព្រោះខ្ញុំរត់ជាមួយនឹង Evo SL របស់ខ្ញុំស្ដារដូចគ្នាប៉ុន្តែរបៀបថាវាមិនងាយសឹកយើងនិយាយទៅវាងាយសឹកទេអ្នកនរគ្នាអញ្ចឹងខ្ញុំនៅតែជឿជាក់លើ Continental Rubber នេះតាំង Boston 12ក៏វាប្រើអា Continental Rubber ហ្នឹងដែរហើយ Evo SL ខ្ញុំពាក់នឹងក៏ប្រើអាហ្នឹងហើយដល់ពេលអា Pro 4 ហ្នឹងក៏នៅតែប្រើអាហ្នឹងទៀតនិយាយទៅខ្ញុំប្រើ Adidas ប្រហែលគ្រូហើយដែលប្រើអា Continental Rubber ហ្នឹងហើយវានៅតែល្អហ្មងវាងាយសឹកនិយាយស្មោះត្រង់ទៅហើយទៅនឹងអានេះរបស់វាគឺវាអាចថាមានអាចខ្យល់ចេញចូលបានអញ្ចឹងណាវាអាចថាវាមិនសូវជាខ្យល់ខ្លាំងដូចយើងមើលស្បែកជើងផ្សេងទេប៉ុន្តែគាត់ថាវាស្ដើងល្មមអាចថាខ្យល់ចេញចូលបានល្មមហ្នឹងទៅហើយនេះខ្សែចងនេះគេហៅLine Lock និយាយទៅខ្សែចងនេះអីវាហ្នឹងគឺបើខ្ញុំ compare ជាមួយ Evo SL feel like វា quality ជាង Evo SL ព្រោះខ្ញុំធ្លាប់ complain ម្ដងទៅនឹង Evo SL អាខ្សែវានេះមានអារម្មណ៍ថាវាប្រុយវាដល់ប្រុយខ្លាំងប៉ុន្តែអានេះវាអត់ស្អីអីទេអញ្ចឹងវាអាចថារៀង quality ជាង Evo SL ប៉ុន្តែគាត់ថា Evo SL ខ្ញុំទៅបីជាវាប្រុយក៏ដោយប្រើចូលជិត 1000 គីឡូវានៅតែមានបញ្ហាអីអញ្ចឹងតែខ្ញុំគិតថា that's okay មិនអីទេហើយជាមួយនឹងនេះវាមាន carbon វានេះអញ្ចឹងនេះគេហៅថា energy rod ដូចជា 2.0 ចឹងទៅពេលយើងរត់ទៅវាផ្ដល់ energy return ឲ្យយើងបានល្អអញ្ចឹងណាហើយបើនិយាយពីស្បែកជើងនេះវិញគឺតែ200ក្រាមទេ200ក្រាមចឹងអាចថាស្រាលមែនតើហើយវាស្រាលជាង Pro 3 ទៀតអញ្ចឹងបើអ្នកនរគ្នាធ្លាប់ពាក់ Pro 3 ដឹងហើយថាវាស្រាលប៉ុណ្ណាប៉ុន្តែគាត់ថាអា Pro 4 ហ្នឹងវាស្រាលជាង Pro 3 ទៀតប៉ុន្តែខ្ញុំមិនគិតថាស្រាលដល់ពួកតកូល Evo ទេដោយសារតកូល Evo គឺស្រាលខ្លាំងមែនតើប៉ុន្តែតម្លៃវាក៏ថ្លៃដែរពួកតកូល Evo ហ្នឹងគឺដឹងហើយ$500ជាងពួកហ្នឹងអញ្ចឹងអានេះអាចនិយាយថាបើជើងសម្រាប់ racing ទី1ដែលខ្ញុំទិញទៅរដល់ខ្ញុំប្រើ Boston 12គឺសម្រាប់ tempo សម្រាប់អីទេEvo SL យូរទៅពាក្យ daily run ពាក្យ daily អីប៉ុន្តែគាត់ថាខ្ញុំក៏យកវាទៅលេង speed លេងអីដែរអូខេនិយាយពីមូលហេតុដែលខ្ញុំទិញស្បែកជើងមួយនេះនិយាយទៅដោយសារអ្នកទាំងដឹងថាខែ8ខ្ញុំនឹងរត់ម៉ារ៉ាតុងហើយខ្ញុំពាក់វាទិញវាដើម្បី train វាសម្រាប់រត់កម្មវិធីម៉ារ៉ាតុងខែ8អញ្ចឹងណាហើយខ្ញុំនិយាយទៅចាប់ពីសប្តាហ៍ក្រោយទៅខ្ញុំមាន training plan សម្រាប់ម៉ារ៉ាតុងអញ្ចឹងទៅខ្ញុំចង់បានស្បែកជើងមួយសម្រាប់យើងលេង speed និយាយថាយើងលេង interval យើងលេងបែប tempo ឬក៏ speed workout ហ្នឹងដើម្បីឲ្យយើងនិយាយថា improve ទៅនឹងអា performance របស់យើងបន្តិចចឹងណាអញ្ចឹងទៅក៏សម្រាប់ចិត្តទិញប្រភេទសម្រាប់ racing មួយទៅគឺ carbon plate ហ្នឹងគឺទិញមួយហ្នឹងគឺសម្រាប់មូលហេតុចឹងឯងណាមួយទៀតកម្រងរបស់ខ្ញុំដំបូងខ្ញុំគិតថាខ្ញុំអត់ដឹងថាគួរតែពាក់ស្អីគេទេសម្រាប់ខែ8ហ្នឹងខ្ញុំ consider A6 មួយឬ consider Adidas នឹងមួយ
ប៉ុន្តែអ្នកនរដឹងថានៅ ASIC គឺនៅសៀមរាបអត់មានទេគឺមាននៅភ្នំពេញហើយបើខ្ញុំទិញស្បែកជើងខ្ញុំចូលចិត្តដុល្លារនិយាយទៅស្បែកជើងរត់ពេលខ្លះយើងឃើញគេពាក់ត្រូវពាក់ខ្សែអីចឹងប៉ុន្តែនៅពេលដែលយើងចង់ទិញវាគឺយើងទៅដុល្លារចឹងដើម្បីថាអូខេដល់ពេលយើងពាក់ទៅវា fit ជាមួយបែកជើងយើងអត់ព្រោះជើងយើងគឺខុសគ្នាដល់គ្នាទៅប្រភេទជើងយើងពេលខ្លះប្រអប់ជើងយើងវាផ្សេងគ្នាអញ្ចឹងទៅអញ្ចឹងទៅនឹង ASIC ក៏ខ្ញុំទៅភ្នំពេញអញ្ចឹងខ្ញុំនិយាយទៅខ្ញុំខានទៅភ្នំពេញយូរហើយនៅពេលខ្ញុំទៅភ្នំពេញភាគច្រើនគឺខ្ញុំអត់ដែរបានទៅអញ្ចឹងក៏មិនបាច់ចិត្តតែទិញ Adidas ទៅព្រោះ Adidas ខ្ញុំពាក់តាំងពី Boston 12 Evo SL ហើយPro 4នេះក៏ខ្ញុំមានអា copy មកគូចដាពណ៌សខ្ញុំពាក់តែងពាក់ហ្នឹងបើថានឹងជាប្រភេទ copy ទេគាត់ថាខ្ញុំពាក់អា copy ហ្នឹងមកគឺដើម្បីថាដឹងថាអូខេតែខ្ញុំពាក់អា copy ហ្នឹងវាអាចអូខេអត់វាស្រួលពាក់អត់អញ្ចឹងដល់ពេលខ្ញុំពាក់ copy ហ្នឹងហើយខ្ញុំមានអារម្មណ៍ថាអូខេស្បែកជើងហ្នឹងអាចថាវាត្រូវប្រភេទជើងមកខ្ញុំអញ្ចឹងណាអញ្ចឹងទៅក៏ទិញអា original នេះមួយទៅព្រោះយើងដល់វគ្គដែលយើង train បាក់កម្មវិធីពាក់កណ្ដាលមកតង់ហើយតើតើនឹងចាប់ពីសប្តាហ៍ក្រោយទៅ schedule ខ្ញុំគឺខ្ញុំ train មកតង់ហើយវាថាយើង set ទៅការយើង set រៀបចំ plan មួយអស់ហើយអញ្ចឹងយើងនឹងព្យាយាម follow training plan របស់យើងអញ្ចឹងណាអញ្ចឹងក៏ទិញមួយទៅវាថា daily run Evo SL ថា tempo និង speed workout ខ្ញុំពាក់អានេះអូខេអានេះជាមូលហេតុដែលខ្ញុំសប្បាយចិត្តតែទិញវាទៅហើយនឹងខែ8បើសិនជាខ្ញុំពាក់អានេះវាអត់ទាន់ចាស់ហើយយើងមានអត់ទាន់ចាស់នៅតែ performance ល្អខ្ញុំនឹងពាក់អាមួយហ្នឹងសម្រាប់កម្មវិធីរត់ហ្នឹងប៉ុន្តែបើសិនជាខ្ញុំមានបាត់ចិត្តសំមួយឬក៏សំបាត់ចិត្តបានគ្រប់គ្រាន់សម្រាប់ខែ8ហ្នឹងខ្ញុំនឹងអាចទិញអា Pro 4នេះមកគួរទៀតសម្រាប់កម្មវិធី race day ហ្នឹងអញ្ចឹងណាតែគាត់ថាហ្នឹងអ្វីខ្ញុំមានកម្រងទេខ្ញុំអត់ដឹងថាម៉េចទេចាំមើលគេហៅថាអាយុជីវិតរបស់នេះសិនថានៅពេលខ្ញុំរត់ទៅវាអាចថាដល់វាអាច hold ដល់ខែ8អត់ដូចអ្នកនរគ្នាប្រហែលដឹងហើយតទៅនឹងប្រភេទ racing shoes ប្រភេទស្បែកជើងសម្រាប់រត់អាយុជីវិតវាគឺបានខ្លីជាងពពួក daily trainer ដូច Evo SL ហ្នឹងបើនិយាយទៅវារត់បានអាយុជីវិតវាបានយូរជាងពួកនេះវាផលិតមកគឺរបៀបថាស្រាលលឿនប៉ុន្តែគាត់ថាអាយុជីវិតវាអត់ត្រឹមខ្លីជាង daily trainer អញ្ចឹងខ្ញុំគិតថាវាអាចត្រឹម 5-600 គីឡូហ្នឹងគឺអាចថាវាលេងសូវ active មុនអញ្ចឹងណាប៉ុន្តែយើងចាំមើលតាមនឹងទៀតព្រោះខ្ញុំក៏មិនដែលបានប្រើដែរហើយលើកជាមួយខ្ញុំប្រើប្រភេទ racing shoe ខ្ញុំសង្ឃឹមថាវានឹងបានយូរព្រោះអបអរលុយខាតអូខេដូចជាមានតែប៉ុណ្្នឹងហើយអ្នកនរគ្នាហើយបន្តមកថ្ងៃនេះខ្ញុំនឹងយកវាទៅតេស្តរត់ interval 8 គីឡូជាមួយអ្នកនរគ្នាអូខេចាំមកជួបគ្នាទៀត Alright bye bye ជួបគ្នានៅពេលល្ងាចអូខេ bye bye